បាទជំរាបសួរពុកម៉ែបងប្អូននៅក្នុងថ្ងៃនេះខ្ញុំបាទមានសំណុំរឿងក្តៅនិងពិសេសដើម្បីជម្រាបជូនពុកម៉ែបងប្អូនទៀតហើយបាទគឺសំណុំរឿងទី1គឺទៅណាមិនឆ្ងាយពីភាគខាងត្បូងប្រទេសថៃនោះទេបាទដោយសារតែកម្ដៅនៃការវាយប្រហារគឺបានបន្តឡើងកម្ដៅដោយភ្នំភ្លើងកាន់តែខ្លាំងបន្តទៀតបាទដោយករណីវាយប្រហារបើគិតរហូតមកទល់នឹងពេលនេះគឺបានកើនឡើងរហូតដល់ទៅ69ករណីទៅហើយធ្វើឲ្យលោកអនុទានឆានវរៈគុលបាទរត់ចូលរុនកណ្ដុលមិនហ៊ានចេញពីរូងនោះឡើយដោយឡែកពុកម៉ែបងប្អូននៅក្នុងសំណុំរឿងទី2គឺពាក់ព័ន្ធទៅនឹងសំណុំរឿងព្យុះហើយនឹងទឹកជំនន់ដែលមានទាំងនៅប្រទេសថៃហើយនឹងនៅកម្ពុជាយើងហើយសំណុំរឿងទី3គឺពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនកម្ពុជាថៃបាទគឺមានដំណឹងមកថាគេបានសុំថវិកាបន្ថែមទៀតហើយដើម្បីត្រៀមខ្លួនប្រយុទ្ធហើយនឹងបានយកសាលារៀនមួយកន្លែងរបស់កុមារកម្ពុជាបាទគឺនៅបឹងត្រកួនធ្វើជាលេនដ្ឋាននេះគឺជាសំណុំរឿង3សំខាន់ប៉ុន្តែជាដំបូងខ្ញុំបាទសូមលើកយកសំណុំរឿងទី1មកជម្រាបជូនពុកម៉ែបងប្អូនជាមុនសិនដោយសារតែនៅភូមិខាងត្បូងប្រទេសថៃឥឡូវនេះគឺឡើងកម្ដៅខ្លាំងមែនទែនបាទពុកម៉ែបងប្អូនដោយដែលពុកម៉ែបងប្អូនបានជ្រាបហើយបាទគេកាលពីចុងសប្តាហ៍បាទគឺនៅយប់ថ្ងៃសៅរ៍បាទគឺមានការវាយប្រហារខ្លាំងមែនទែននៅភូមិខាងត្បូងបាទគឺមានទាំងការដុតបង្គោលព្រំដែនដុតបង្គោលភ្លើងដុតកង់ឡានបាទវាយប្រហារដុតបំផ្លាញបំផ្ទុះហាងទំនិញ 7-Eleven ដុតអគារសាលាក្រុងដុតរថយន្តហើយនឹងវាយប្រហារផ្សេងទៀតសពគ្រប់បែបយ៉ាងគឺច្រើនប៉ុន្តែករណីវាយប្រហារចុងក្រោយពុកម៉ែបងប្អូនគឺធ្លាយទៅដល់ករណីបំផ្ទុះគេហៅថាបំផ្ទុះផ្លូវដែកផ្លូវរថភ្លើងណាពុកម៉ែបងប្អូនបាទឥឡូវគឺឈានហើយបាទឈានទៅដល់បំផ្ទុះផ្លូវរថភ្លើងហើយមួយទៀតគឺករណីចុងក្រោយបាទករណីចុងក្រោយដែលធ្វើឲ្យលោកអាន់ទីនឆានវគ្គលរត់ចូលរុនកណ្ដុលបាទនាយកណ្ដុលរត់ចូលរុនកណ្ដុលហ្នឹងគឺកាលពីយប់ថ្ងៃអាទិត្យតែម្ដងបាទយប់ថ្ងៃអាទិត្យយប់មិញនេះតែម្ដងគឺកើតមានករណីចុងក្រោយគឺនៅប៉ាតានីបាទគឺបើតាមសេចក្តីរាយការណ៍មកថាគឺមានជនសង្ស័យបាទចំនួន15នាក់បានសម្រុកចូលទៅក្នុងសាលាក្រុងនៅក្នុងភូមិញបាទក្នុងស្រុកផាណារ៉េបាទចំនួន15នាក់ពេលចូលទៅដល់ពុកម៉ែបងប្អូនគឺក្រុមជនសង្ស័យទាំង15នាក់នេះបានចាប់សន្តិសុខ2នាក់ចងបាទរួចហើយចែកជាក្រុមតែម្ដងដោយក្រុមខ្លះទៅដុតទៅចាក់សាំងដុតរថយន្តក្រុមខ្លះដុតចាក់សាំងដុតអគារបាទហើយក្រុមខ្លះទៀតបង្កាយគ្រាប់បែកបាទជាលទ្ធផលគឺក្រុមជនសង្ស័យទាំង15នាក់នេះបាទគឺបានដុតបំផ្លាញរថយន្តផងហើយនឹងដុតបំផ្លាញអគារសាលាក្រុងមកកន្លែងនេះផងបាទបើសរុបមកគឺរថយន្តសាលាក្រុងចំនួន4គ្រឿងបាទហើយនឹងរថយន្តពន្លត់អគ្គិភ័យ1គ្រឿងរថយន្តសង្គ្រោះបន្ទាន់1គ្រឿងរថយន្តដឹកសម្រាម1គ្រឿងហើយនឹង pick up 1គ្រឿងទៀតបាទអញ្ចឹងរងការខូចខាតខ្ទេចខ្ទីគ្មានសល់ហើយបន្ទាប់ពីធ្វើសកម្មភាពដុតបំផ្លាញរួចបាទគឺក្រុមជនសង្ស័យទាំងអស់នេះបានចាក់ចេញពីអគាររួចបំផ្ទុះគ្រាប់បែកដែលពួកគេបានបង្កប់នៅក្នុងអគារនឹងបាទរួចបំផ្ទុះគ្រាប់បែកចោលតែម្ដងនៅខេត្តប៉ាតានីបាទនៅខេត្តប៉ាតានីភូមិខាងត្បូងប្រទេសថៃនេះគឺជាករណីក្តៅចុងក្រោយបំផុតបាទនៅភូមិខាងត្បូងកាលពីយប់មិញនឹងតែម្ដងបាទរហូតធ្វើឲ្យលោកអានទីនឆានវគ្គលកោះប្រជុំសារជាថ្មីម្ដងទៀតនៅក្នុងថ្ងៃទី24ខែសីហាឆ្នាំ2026នេះបាទអញ្ចឹងបើយោងតាមខៅសុទ្ធពុកម៉ែបងប្អូនសេចក្តីរាយការណ៍ចុងក្រោយគឺបានប្រមូលគេហៅថាប្រមូលព័ត៌មានសពគ្រប់បែបយ៉ាងមកគឺមានសេចក្តីរាយការណ៍ថានៅក្នុងខេត្តនរាធិវត្តន៍បាទគឺមានករណីវាយប្រហារដុតបំផ្លាញផងបាញ់រះផងសពគ្រប់បែបយ៉ាងហ្នឹងគឺចំនួន40ករណីបាទ40ករណីនៅនរាធិវត្តន៍ហើយមកនៅយ៉ាឡាបាទនៅយ៉ាឡាគឺមាន18ករណីបាទ18ករណីអញ្ចឹង40បូក18គឺ58បាទហើយនៅប៉ាតានីគឺ11ករណីបាទ11ករណីវាយប្រហារអញ្ចឹងសរុបទាំងអស់69ករណីវាយប្រហារដែលខ្ញុំបានរៀបរាប់
ជំរាបជូនពុកម៉ែបងប្អូនហ្នឹងគឺមានទាំងការបាញ់រះផងការដុតផ្សារទំនើប 7-Eleven ផងបាទការដុតបំផ្លាញបង្គោលអង្តែងទូរស័ព្ទផងបង្គោលភ្លើងផងដុតបំផ្លាញរថយន្តផងដុតបំផ្លាញអគាររដ្ឋបាលរបស់រដ្ឋផងបាទហើយមានទាំងការបំផ្ទុះក្របបែកកំទេចផ្លូវរថភ្លើងផងហើយនឹងដាក់ក្របបែកប្លង់បំផ្ទុះនៅកន្លែងផ្សេងទៀតរហូតធ្វើឲ្យភាគខាងត្បូងប្រទេសថៃប្រកាសបំរាមកោចរឬក៏ប្រកាសអាសន្ននោះបាទអញ្ចឹងនេះគឺជារឿងដែលក្តៅបំផុតនៅភាគខាងត្បូងប្រទេសថៃដែលមកដល់ថ្ងៃទី24ខែសីហាឆ្នាំ2026នេះទៅហើយគឺនៅមិនទាន់បាត់ក្តៅទេកាន់តែឡើងកម្ដៅថែមមួយកម្រិតទៀតបងប្អូនរហូតលោកអនុទានឆានវរៈគុលបាទបានកោះហៅមន្ត្រីសំខាន់មកបើកកិច្ចប្រជុំជាបន្ទាន់មួយជុំទៀតហើយបាទកាលពីថ្ងៃអាទិត្យម្សិលមិញបាទគេបានបើកកិច្ចប្រជុំបន្ទាន់មួយលើករួចហើយបានមានការបញ្ជូនកងកម្លាំងចម្រុះទៅភាគខាងត្បូងបន្ថែមទៀតប៉ុន្តែយប់ឡើងបាទនៅខេត្តប៉ាតនីដូចដែលខ្ញុំបានរៀបរាប់អញ្ចឹងគឺក្រុមជនសង្ស័យ15នាក់បានចូលធ្វើសកម្មភាពបន្ថែមទៀតដើម្បីរកវិធីដោះស្រាយឬក៏ទប់ទល់ធ្វើយ៉ាងណាបើសិនបើឥឡូវហ្នឹងស្ថានភាពវាកាន់តែឡើងកម្ដៅយ៉ាងហ្នឹងទៅហើយនេះបាទអ្វីដែលគេកត់សម្គាល់ពុកម៉ែបងប្អូនគឺកាលពីម្សិលមិញបាទកាលពីម្សិលមិញគឺលោកអនុទានឆានវរៈគុលបានចុះទៅខេត្តណានបាទខេត្តណានពុកម៉ែបងប្អូនបានជ្រាបហើយខេត្តណានគឺជាខេត្តដែលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាទីបំផុតនេះពេលថ្មីហ្នឹងអញ្ចឹងលោកអនុទានឆានវរៈគុលបានចុះទៅមើលស្ថានភាពទឹកជំនន់នៅខេត្តណាននៅពេលនោះក្រុមអ្នកសារព័ត៌មានបានសួរលោកអនុទានចំថាតើលោកហ៊ានទៅភាគខាងត្បូងប្រទេសថៃដើម្បីពិនិត្យមើលស្ថានភាពឲ្យឃើញផ្ទាល់នឹងភ្នែកដែរឬទេបាទអញ្ចឹងលោកអនុទានគាត់និយាយថាគាត់បដិសេធថាមិនដឹងថាទៅឬក៏អត់ទេណែគាត់បដិសេធអញ្ចឹងណាគាត់និយាយអត់ច្បាស់លាស់ទេថាមិនដឹងថាទៅឬក៏អត់ទេអញ្ចឹងចម្លើយថាមិនដឹងថាទៅឬក៏អត់ទេហ្នឹងគឺបញ្ជាក់ថាលោកអនុទានឆានវរៈគុលខ្លាចហើយបាទអត់ហ៊ានទៅទេកំពុងតែក្តៅខ្លាំងយ៉ាងនេះបាទទៅឲ្យសយមិនមែនទៅបាទអាចនឹងខ្សៃបាទអាចនឹងខ្សៃឬក៏អាចនឹងតៃហោងនៅភាគខាងត្បូងប្រទេសថៃអញ្ចឹងលោកអនុទានឆានវរៈគុលបាទអត់ហ៊ានទៅទេនិយាយសម្រាប់សមុទ្រគឺអត់ហ៊ានទៅតែម្ដងរត់ចូលរូងកណ្ដុលបាទរត់ចូលរូងកណ្ដុលគេហៅថារត់ចូលទៅពួនបាត់ហើយគ្រាន់តែបានចាត់តាំងមន្ត្រីឬក៏កងទ័ពឲ្យទៅទេប៉ុន្តែខ្លួនឯងរត់ចូលរូងកណ្ដុលបាទអត់ហ៊ានទៅបាទពុកម៉ែបងប្អូនបើយើងនិយាយអំពីស្ថានភាពភាគខាងត្បូងនេះណាគឺរដ្ឋាភិបាលថៃបានចំណាយលុយប្រហែលជា $10,000 លានពុកម៉ែបងប្អូន$10,000 លាននៅក្នុងរយៈពេល23ឆ្នាំចុងក្រោយនេះដើម្បីគេហៅថាធ្វើយ៉ាងម៉េចបោសសម្អាតសកម្មភាពរបស់ក្រុមឧទាមរបស់ក្រុមផ្ដាច់ខ្លួនឬក៏ក្រុមជនសង្ស័យនានាដើម្បីកុំឲ្យកើតមានទៀតណាពុកម៉ែបងប្អូនប៉ុន្តែលុយដែលចំណាយ$10,000 លាននេះដូចអំបិលត្រូវទឹកអ៊ីចឹងបាទដូចអំបិលត្រូវទឹកអញ្ចឹងជាក់ស្ដែងពុកម៉ែបងប្អូនតាំងពីយប់ថ្ងៃសៅរ៍រហូតមកដល់យប់ថ្ងៃអាទិត្យណាគឺស្ថានភាពនៅភាគខាងត្បូងនៅតែឡើងកម្ដៅបាទឡើងកម្ដៅជាងកាលពី23ឆ្នាំកន្លងមកទៀតបាទគឺឡើងកម្ដៅខ្លាំងមែនទែនដោយភ្នំភ្លើងអីចឹងបាទអញ្ចឹងនៅក្នុងរយៈពេល23ឆ្នាំកន្លងមកនេះនៅភាគខាងត្បូងប្រទេសថៃបាទខ្ញុំសូមនិយាយលម្អិតបន្តិចចុះគឺមានករណីវាយប្រហារកើតឡើង23,500 ករណីណាពុកម៉ែបងប្អូន23,500 ករណីនៅភាគខាងត្បូងបាទហើយមានមនុស្សបាត់បង់ជីវិតហ្នឹង7,790 នាក់ហើយនឹងអ្នករងរបួសដូចជាខ្ទង់14,000 នាក់ចិត្តទៅដល់15,000 នាក់ឯណោះបាទនេះគឺស្ថានភាពដែលកើតឡើងនៅភាគខាងត្បូងប្រទេសថៃដែលថៃបានធ្វើទុកបុកម្នេញទៅលើពលរដ្ឋដែលកាន់សាសនាអ៊ីស្លាមបាទតាមពិតទៅពុកម៉ែបងប្អូនពលរដ្ឋដែលនៅក្នុងភាគខាងត្បូងប្រទេសថៃនេះតាមពិតពួកគាត់គឺជាជនជាតិម៉ាឡេស៊ីទេហើយថៃទៅកាត់យកខេត្តរបស់គេបាទខេត្តរបស់ឥណ្ឌូនេស៊ីម៉ាឡេស៊ីបញ្ចូលមកជាខេត្តរបស់ថៃបាទទៅយូរទៅពលរដ្ឋកន្លែងនេះត្រូវបានគេចាត់ទុកថាជាពលរដ្ឋថៃប៉ុន្តែថៃធ្វើទុកបុកម្នេញមិនឲ្យពួកគាត់បាទមិនឲ្យពួកគាត់បានរស់នៅសុខស្រួលទើបមានក្រុមផ្ដាច់ខ្លួនបាទក្រុមផ្ដាច់ខ្លួនឬក៏
ក្រុមបាសបាវនឹងគាត់ងើបឡើងបាទពួកគាត់គឺជាម្ចាស់ទឹកម្ចាស់ដីទេថៃទេដែលជាអ្នកប្លន់ទឹកដីរបស់ពួកគាត់នោះអញ្ចឹងបានជាពួកគាត់នៅមិនពួកគាត់គឺដាច់ខាតទោះបីថាបាត់បង់ជីវិតក៏ត្រូវតែតស៊ូដែរដើម្បីយកទឹកដីឬក៏ទាមទារសិទ្ធិរស់នៅរបស់ពួកគាត់មកវិញបាទអញ្ចឹងនេះគឺរឿងទាំងអស់នៅភាគខាងត្បូងដែលធ្វើឲ្យមកដល់ថ្ងៃនេះនៅតែមានភាពតានតឹងខ្លាំងបាទធ្វើឲ្យលោកអាន់ទីនឆានវ៉ាគុលរត់ទៅសង្ងំនៅក្នុងរុនកណ្ដុរនោះបាទលោកអាន់ទីនឆានវ៉ាគុលគេហៅនាយកណ្ដុរអញ្ចឹងគឺគាត់រត់ចូលទៅសង្ងំនៅក្នុងរុនកណ្ដុរហើយបាទអញ្ចឹងនេះគឺរឿងលម្អិតនៅភាគខាងត្បូងដែលកំពុងតែក្តៅបាទភាគខាងត្បូងនៅក្តៅហើយណាពុកម៉ែបងប្អូននៅដូចជាខេត្តសមុទ្រប្រការបាទយប់មិញហ្នឹងដែរក៏កើតមានការបំផ្ទុះគ្រាប់បែកមួយនៅខាងក្រៅផ្ទះមួយកន្លែងនៅក្នុងសមុទ្រប្រការហ្នឹងធ្វើឲ្យបរិសម្នាក់បានរងរបួសធ្ងន់ធ្ងរផងដែរបាទនេះគឺករណីនៅសមុទ្រប្រការបាទអញ្ចឹងបន្ទាប់ពីនឹងមកបាទពុកម៉ែបងប្អូននៅមានរឿងអាក្រក់មួយទៀតបាទអាក្រក់មួយទៀតហ្នឹងគឺរថយន្តក្រុងបាទដឹកមនុស្សប្រហែលជា30នាក់ពីទីក្រុងបាងកកទៅបុរីរ៉ាំដែលមកជាប់នឹងព្រំដែនកម្ពុជាយើងក្បែរព្រំដែនកម្ពុជាយើងហ្នឹងបាទមិនទាន់បានដល់គោលដៅផងបាទគឺទៅដល់គេហៅស្រុកមួយកន្លែងនៅក្នុងខេត្តនគររាជសីមាបាទទៅដល់នោះគឺស្រាប់តែល្អិលហើយជ្រុលទៅបុកបកគោភ្លើងបាទធ្វើឲ្យមនុស្សនៅក្នុងរថយន្តហ្នឹងរបួសធ្ងន់ស្រាលរដូករណែលអញ្ចឹងទៅបាទនេះគឺករណីបន្ទាប់ពីគេហៅថាភាពចលាចលនៅភាគខាងត្បូងហើយក៏កើតមានករណីផ្សេងបាទករណីអាក្រក់ផ្សេងនៅក្នុងប្រទេសថៃផងដែរអញ្ចឹងយើងក៏សម្គាល់ឃើញថាករណីដែលអាក្រក់នេះបងប្អូនណាបានកើតឡើងត្រឹមតែមួយថ្ងៃទេណាត្រឹមមួយថ្ងៃទេបន្ទាប់ពីផ្កាយដុសកន្ទុយបង្ហាញវត្តមាននៅភូកេតបាទខ្ញុំសូមនិយាយឡើងវិញបន្តិចបាទដោយសារតែវាគប់ជួនខ្លាំងពេកណាបាទអញ្ចឹងនេះគឺរឿងការបំផ្ទុះគ្រាប់បែកផងហើយនឹងគ្រោះថ្នាក់ចរាចរណ៍ផងដោយឡែកយើងងាកមកមើលគ្រោះទឹកជំនន់វិញបាទគ្រោះទឹកជំនន់គឺនៅតែបន្តយាយីប្រទេសថៃនៅឡើយទេបងប្អូនគឺនៅក្នុងខេត្តកัญจนបុរីបាទគឺទឹកទន្លេឬក៏ទឹកជ្រោះបាទបានឡើងកម្រិតលើសកម្រិតប្រកាសអាសន្នហើយបានបុកសម្ដៅទៅកាន់គេហៅថាទំនប់វិជ្ជរាលង្កនណាបុកទៅកាន់ទំនប់របស់ស្ដេច10គត់បាទស្ដេចរាមាទី10បាទវិជ្ជរាលង្កនហើយបានធ្វើឲ្យស្ពានគេហៅថា Bridge of Love ស្ពាននៃក្តីស្រឡាញ់មកកន្លែងហ្នឹងបានគេហៅថាដាច់ផងបាទបានដាច់មកកណាត់បាទនេះគឺសារភាពទឹកជំនន់នៅក្នុងប្រទេសថៃហើយមួយទៀតនៅក្នុងថ្ងៃនេះក្រសួងអូតូនិយមថៃក៏បានប្រកាសដាក់ខេត្តចំនួន30បាទឲ្យមានការប្រុងប្រយ័ត្នអំពីភ្លៀងធ្លាក់ធ្ងន់ធ្ងរផងដែរដោយសារតែទទួលរងឥទ្ធិពលព្យុះណារ៉ាដែលកំពុងតែវាយប្រហារបោកបក់លើប្រទេសចិនបាទអញ្ចឹងថ្ងៃនេះគឺអត់រួចខ្លួនដែរខេត្ត30ជំនួសរបស់ប្រទេសថៃបាទរួមទាំងទីក្រុងបាងកកផងទីក្រុងបាងកកដូចជា 60% អាចនឹងទទួលរងព្យុះផ្គររន្ទះហើយនឹងភ្លៀងធ្លាក់ធ្ងន់ធ្ងរបាទភ្លៀងធ្លាក់ខ្លាំងអញ្ចឹងខេត្ត30ប៉ុន្តែបងប្អូននៅព្រះរាជាណាចក្រកម្ពុជារបស់យើងក៏មានការប្រកាសឲ្យមានការប្រុងប្រយ័ត្នអំពីព្យុះផងដែរដោយក្រសួងជំនាញបាទបានប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នខណៈព្យុះចំនួន4កើតឡើងព្រមគ្នាបាទដែលអាចមានឥទ្ធិពលមកលើកម្ពុជារហូតដល់ថ្ងៃទី29សីហាបាទករណីរឿងរញ្ជួយដីដែលគេថាអាចនឹងមានរំញ័រដល់ប្រទេសកម្ពុជាបាទគឺអត់ទាន់មានការបញ្ជាក់អំពីក្រសួងរបស់កម្ពុជានៅឡើយទេប៉ុន្តែថ្ងៃនេះគឺមានការប្រកាសឲ្យមានការប្រុងប្រយ័ត្នចំពោះព្យុះចំនួន4បាទតាមរយៈសេចក្តីជូនដំណឹងនៅរសៀលថ្ងៃទី24ខែសីហាឆ្នាំ2026ក្រសួងធនធានទឹកនិងអូតូនិយមប្រាប់ឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបាទបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិការអំពាវនាវរបស់ក្រសួងធ្វើឡើងក្រោយព្យាករណ៍ឃើញថាកម្ពុជាអាចមានភ្លៀងធ្លាក់រហូតដល់ 60% ដោយសារសម្ពាធទាបកើតមានលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបង្កើតទៅជាព្យុះចំនួន4បាទព្យុះទាំង4នេះគឺរួមមានព្យុះអាតសានីព្យុះណារ៉ាព្យុះហ្គាណាវីនិងព្យុះសូដែលដែលវិវត្តខ្លួនคล้ายទៅជាព្យុះសង្ឃរាកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរដីដែល
បោកបក់លើឈូងសមុទ្របេងហ្គាល់សមុទ្រអាន់ដាម៉ាន់សមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើកម្ពុជាផ្ទាល់ក្រសួងជំនាញមួយនេះបានពន្យល់ថាកម្ពុជាមិនស្ថិតនៅក្នុងកន្លងផ្លូវដើរផ្ទាល់របស់ព្យុះទាំង4ប៉ុន្តែអាចទទួលរងឥទ្ធិពលតាមរយៈខ្យល់មូសុងបណ្ដាលឲ្យមានភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់រហូតដល់រហូតដល់ថ្ងៃទី29ខែសីហាឆ្នាំ2026តំបន់វាលទំនាបខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងរាជធានីភ្នំពេញគឺអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 40% តំបន់ខ្ពង់រាបខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 60% តំបន់មាត់សមុទ្ររលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់ 0.50 ម៉ែត្រទៅដល់1.75 ម៉ែត្រខេត្តកោះកុងប្រស័យហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 60% ផ្អែកទៅលើការព្យាករណ៍ទាំងនេះក្រសួងប្រាប់សាធារណជនឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ជាពិសេសពេលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹកបាទអរលោកអ្នកនេះគឺជាការប្រកាសឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាមានការប្រុងប្រយ័ត្នដោយសារតែកម្ពុជាគឺទទួលរងឥទ្ធិពលព្យុះចំនួន4បាទអញ្ចឹងនៅក្នុងចំណោមព្យុះចំនួន4នេះក៏មានព្យុះខ្លះបានបោកបក់ឬក៏ឆ្លងកាត់ប្រទេសថៃផងដែរបាទដោយឡែកពុកម៉ែបងប្អូននេះឥឡូវយើងងាកមើលនេះគឺជាសំណុំរឿងទី2ឥឡូវយើងងាកមកមើលសំណុំរឿងទី3វិញបាទគឺពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនកម្ពុជាថៃបាទអញ្ចឹងពុកម៉ែបងប្អូនបានជ្រាបហើយគឺប្រទេសលេខ2មួយនេះបាទគឺគេនៅតែចិញ្ចឹមចិត្តបាទធ្វើសង្គ្រាមឬក៏ចិញ្ចឹមចិត្តឈ្លានពានមកលើទឹកដីកម្ពុជាអញ្ចឹងនៅក្នុងថ្ងៃនេះពុកម៉ែបងប្អូនកាសែតខៅសុតបានចុះផ្សាយមកថាកងទ័ពរបស់គេហ្នឹងគឺបានស្នើសុំថវិកាបន្ថែមទៀតហើយបាទគឺដើម្បីបង្កើតគេហៅថាមជ្ឈមណ្ឌលដ្រូនសម្រាប់ធ្វើសង្គ្រាមបាទហើយទិញគេហៅថាកាំភ្លើងធំ M777 បាទប្រព័ន្ធបាញ់គ្រាប់រ៉ុកែត HIMARS ហើយនឹងទិញរថពាសដែកបន្ថែមទៀតបាទអញ្ចឹងគេទិញបន្ថែមទាំងអស់នេះឬក៏គេពង្រឹងទាំងអស់នេះអ្វីៗដែលគេកំពុងតែស្នើសុំនេះណាពុកម៉ែបងប្អូនគឺគ្មានអ្វីក្រៅពីត្រៀមខ្លួនធ្វើសង្គ្រាមឬក៏ដើម្បីឈ្លានពានកម្ពុជាបន្តទៀតនោះទេបាទអញ្ចឹងទន្ទឹមគ្នានឹងដែរបាទក៏មានសេចក្តីរាយការណ៍មកផងដែរថាថៃបាទគឺបានយកសាលារៀននៅតំបន់បឹងតគួនហ្នឹងបាទប្រែក្លាយទៅជាលេងដ្ឋានបម្រើសកម្មភាពឈ្លានពានដែរបាទថ្នាក់រៀនដែលជាទីផ្ដល់ចំណេះដឹងដល់កុមារកម្ពុជានៅក្នុងតំបន់បឹងត្រកួនគឺត្រូវបានយោធាថៃយកមកធ្វើជាលេនដ្ឋានបម្រើឲ្យសង្គ្រាមឈ្លានពានទៅវិញបាទនេះបើយោងតាមសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានមកបាទតាមអាជ្ញាធរមូលដ្ឋានគឺបន្ទប់រៀនដែលត្រូវបានយោធាថៃប្រែក្លាយទៅជាលេនដ្ឋាននេះគឺស្ថិតនៅក្នុងសាលាបឋមសិក្សាសាមគ្គីច្រកបាទក្នុងភូមិសាមគ្គីឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យបាទនេះគឺជាសំណុំរឿងទី3ដែលជាសំណុំរឿងបិទបញ្ចប់ពុកម៉ែបងប្អូនអញ្ចឹងប្រទេសនេះពុកម៉ែបងប្អូនសំបីតែសាលារៀនរបស់កុមារសោះណានៅបឹងតគួនណាក៏គេហៅថាវាយកមកធ្វើជាលេនដ្ឋានដើម្បីបម្រើមជ្ឈតាឈ្លានពានដែរបាទបើមានសង្គ្រាមជុំទី3មែនបាទគឺកម្ពុជាយើងមិនលើកលែងឲ្យឯងទេបាទមិនលើកលែងទេពួកដែលមានចរិតឈ្លានពានបែបនេះបាទនេះគឺជារឿងបិទបញ្ចប់ប៉ុន្តែមុននឹងបិទបញ្ចប់ខ្ញុំបាទសូមលើកឡើងបន្តិចដែរពាក់ព័ន្ធទៅនឹងរឿងគេហៅថាបាល់ទាត់បាទបាល់ទាត់អញ្ចឹងកាលពីថ្ងៃទី22ពុកម៉ែបងប្អូនបានជ្រាបហើយគឺការប្រកួតជើងទី1វគ្គSEA Games Cup វគ្គ Final បាទគឺធ្វើឡើងនៅប្រទេសថៃបាទធ្វើឡើងនៅប្រទេសថៃប៉ុន្តែលទ្ធផលពុកម៉ែបងប្អូនម្ចាស់ប្រទេសថៃណាគឺបាក់មុខតែម្ដងបាទគឺត្រូវបានក្រុមជម្រើសជាតិវៀតណាមបំបាក់ឲ្យបាក់ស្បាតនៅក្នុងលទ្ធផល 2-0 បាទលទ្ធផល 2-0 នេះហើយដែលគេហៅថាគ្រូបង្វឹកថៃ
bà môn nâng cao và cua đã kia trao xua từ Việt Nam tha mô tả nạ phiếp chiết Việt Nam nơi ảnh na đại do sơ tè krom đại do sơ tè cái hai tha chôn chiết Brazil cho sành chiết Việt Nam mà toát áo vậy nè từ bây kia do ấy mà toát áo cái đôi sầm khán kia trên nhà hẹn bà pi sồn vừa ở Porat Việt Nam bậc màng pon cứ tu teng bờ tê teng đong bà cứ tranh mà o tam pleu pin sọc pin phum pin krong bà cứ sập bài mình tên đại khơi krom chùm rơi chia được bọc luôn ban bẩm bạ thái á nè bản chân lấy chung tì mùi chân kia miền pi chương bà chương tì pi cứ cuộc nơi trong bờ tây Việt Nam mà đòn bờ tây thái cái toàn sòng khơm tê sòng khơm ấyนี่คือขมิ้นtê bà chân nơi lơ từ đây luôn anh phong mình tặng channel Việt Nam phong trong màu sòng khơm lên Việt Nam trong channel Việt Nam nơi lơ từ đây Việt Nam tiết com sòng khơm com đê sầm mai áo sọ com đê sầm mai áo sọ bàพวกมันปอนขยมส้มปัดแทนติดได้trong khơi bà cứ bẹp pon từ nâng xây được cây bỏประเทศไทยbàทำไมtrong khơi cái đấy này bà cứ miền xây đây đi cả mà tha nị sật thái áพวกมันปอนcứ mình cào buồn sàn nhẹ thế bà cứ ọt miền ca nghe thưa sa ọt miền ca nghe thưa sa hai cái trao xua tha ní hai rứ đại ca son ở giá rồi bỏ lục ăn tin chan về cố đại tha nâng bằng ca nghe ở bàn trà ở trongประเทศไทยđúng bà cái trao xuồng chẳng lấy xôm áo lục ăn tin chan về cố trao chui chlói khuôn anh tới bà chui chlói chỉ môi nâng porat hai nâng đi sật thay khuôn anh tới bà nhom ọt đăng tê nhom còn tha sai po miền tê bà chẳng hướng ở trongประเทศไทยngày nắng chọc hai bà nhom xôm bật và chọc trong phần đi bà xôm ở côn xôm chùm hiệp lìa